បាតុភូតហុងស៊ុយទាំង3នេះតំណាងឲ្យប្រណីទ្រព្យសម្បត្តិកំពុងគូទ្វាររបស់អ្នកក្នុងជីវិតមានពេលខ្លះដែលយើងឃើញភ្លាមថាសំណាងហិរញ្ញវត្ថុរបស់យើងអំណោយផលជាពិសេសការងារអំណោយផលអាជីវកម្មរីកចម្រើនបំណុលចាស់ងាយស្រួលប្រមូលយោងតាមអ្នកជំនាញហុងស៊ុយនោះគឺជាពេលដែលថាមពលនិងទ្រព្យសម្បត្តិរុងរឿងលេចឡើងវាមិនមែនគ្រាន់តែជារឿងចៃដន្យនោះទេធាតុហុងស៊ុយនៅជុំវិញយើងពិតជាអាចប៉ះពាល់ដោយផ្ទាល់ដល់លំហូរនៃថាមពលទ្រព្យសម្បត្តិខាងក្រោមនេះគឺជាបាតុភូតហុងស៊ុយទូទៅដែលតាក់ទាញទ្រព្យសម្បត្តិ 1. សត្វស្លាបធ្វើសម្បុកនៅក្រោមដំបូកយោងតាមជំនឿប្រជាប្រិយសត្វស្លាបគឺជានិមិត្តរូបនៃសំណាងនិងវិបុលភាពនៅពេលដែលសត្វស្លាបហើរមកធ្វើសម្បុកនៅក្រោមដំបូលផ្ទះរបស់អ្នកវាជាសញ្ញាមួយដែលបង្ហាញថាគ្រួសារនឹងមានដំណឹងល្អសំណាងល្អនិងទ្រព្យសម្បត្តិឆាប់នេះមនុស្សបុរាណជឿថាសត្វស្លាបដែលមកលើដំបូលផ្ទះនឹងធ្វើឲ្យផ្ទះមានភាពរុងរឿងពីព្រោះសត្វស្លាបនេះជ្រើសរើសតែកន្លែងដែលមានថាមពលយ៉ាងខ្លាំងដើម្បីស្នាក់នៅ 2. ផ្ទះមានភ្ញៀវកិត្តិយសនៅពេលដែលមនុស្សដែលមានឋានៈឬកេរ្តិ៍ឈ្មោះភ្លាមមកលេងវាមិនត្រឹមតែជាសេចក្តីរីករាយប៉ុណ្ណោះទេប៉ុន្តែវាក៏ជាប្រផ្នូលល្អដែលបង្ហាញពីរូបរាងរបស់មនុស្សថ្លៃថ្នូរផងដែរនៅក្នុងហុងស៊ុយមនុស្សថ្លៃថ្នូរតំណាងឲ្យប្រជ័យដែលជួយឲ្យម្ចាស់ផ្ទះទទួលបានការគាំទ្រធ្វើការបានរលូននិងលុយកាក់បានរលូន 3. សុបិនឃើញនរណាម្នាក់ដែលអ្នកមិនបានឃើញយូរមកហើយសុបិននេះត្រូវបានចាត់ទុកថាជាសុបិនល្អដែលជាសញ្ញាបង្ហាញថាសំណាងនិងឱកាសដ៏អស្ចារ្យកំពុងមកដល់មិនថាមនុស្សនៅក្នុងសុបិននៅរស់ឬស្លាប់ទេរូបភាពនោះតំណាងឲ្យសំណាងនិងអ្នកជួយក្នុងការពិតបន្ទាប់ពីសុបិនម្ចាស់សុបិនតែងតែជួបមិត្តរួមការងារដែលមានគំនិតដូចគ្នាត្រូវបានគោរពឬទទួលបានរង្វាន់ធំនៅកន្លែងធ្វើការដោយមិននឹកស្មានដល់